ទម្រាំពីអ្នកខ្ញុំមកដល់ខេត្តកំពង់ស្ពឺម៉ោង 8 យប់ល្មមតន្ត្រីអកេះលាន់ប្រហឹងពេញភូមិរកនិយាយស្ដាប់គ្នាមិនចង់បានខ្ញុំនិងអាណូតដើរពីក្រោយអាហុងដែលជាប្អូនប្រុសម្ចាស់អាមការដល់ផ្ទះឈើធំមួយនៅរំលង 4-10 ផ្ទះពីផ្ទះការមើលពីចម្ងាយផ្ទះនេះមានអំពូលមិនសូវភ្លឺមួយបំភ្លឺនៅខាងក្រៅនិងងងឹតឈឹងនៅខាងក្នុងដើរចូលដល់មុខផ្ទះនេះមានរានទេវតាបញ្ឈរជាច្រើនខ្លះធ្វើរួចខ្លះនៅមិនទាន់លេបពណ៌អាហុងមិត្តរបស់ខ្ញុំកាលពេលវិទ្យាល័យនិយាយបណ្ដើរដៃរាវរកហ៊ុនសោចាក់ផ្ទះបណ្ដើរផ្ទះនេះទុកចោលតាំងពីកងអញក៏ទៅខូចតាំងពីពេលនោះមកគ្មានអ្នកនៅគ្មានអ្នកធ្វើរានទេវតាលក់តពីគាត់ទេពួកឯងបដូរខោអាវហើយយប់នេះដេកនៅផ្ទះនេះមួយយប់សិនទៅចាំព្រឹកចាំទៅភ្នំពេញជាមួយគ្នាគ្រាន់តែឮថាផ្ទះនេះមានមនុស្សទើបស្លាប់ហើយគេទុកចោលវាคล้ายទៅជាទីដ៏ព្រឺព្រួចរបស់អនុតមនុស្សពូកែខ្លាចនៅក្បែរខ្ញុំដឹងតែដេកហើយអាណាទៅទាំងយប់ទេអញ្ចឹងពីអ្នកឯងទៅតាមក្រោយអញទៅមើលការខុសត្រូវវិញហើយនោះភួយខ្នើយដេកនៅខាងក្រៅនឹងទៅខ្ញុំរេភ្នែកមើលសពពេញផ្ទះនេះទោះគ្មានអ្នកនៅគ្រប់យ៉ាងថែរក្សាបានស្អាតតទូទូរទស្សន៍ឈើច្រត់មួយនិងគ្រឿងសង្ហារឹមធ្វើពីឈើប្រណិតមានទូឈើមួយនៅឈរចំកណ្ដាលផ្ទះកំពុងត្រជើងធូបពីកំប៉ុងជាប់ច្រកចូលទៅផ្ទះបាយរបស់របរទាំងនេះរៀបចំមានសណ្ដាប់ធ្នាប់និងមិនសូវមានទូលីលើរនាបបន្តិចឡើយអាហុងចុះចេញទៅពួកយើងចាប់ផ្ដើមបដូរខោអាវហើយដើរពីនិតពេញផ្ទះនេះមានតែបន្ទប់មួយដែលជាប់សោបើកអត់ចេញយើងក៏ដើរហួសទៅដល់ផ្ទះបាយខាងក្រោយសំឡេងតន្ត្រីពីផ្ទះការនៅតែឮខ្លាំងឡើងបន្តិចមកឮសំឡេងមនុស្សជាច្រើនសូត្រធម៌ញាប់ស្រុះគ្នាកាន់តែទៀងកាន់តែស្ដាប់ឮកាន់តែច្បាស់អាណុតរអ៊ូជីគេធ្វើអីសូត្រធម៌ទាំងយប់ស្មើនេះខ្ញុំក៏ឆ្លើយតបនឹងអាណុតវិញស្អីគេឯងឮដែរមែនទេឮតាអកេះខ្លាំងប៉ុណ្ណឹងហើយនៅឮទៀតដឹងស្អីទេអាហុងទុកឯងចោលហើយទៅបាត់អាចង្រៃរវល់ស្អីវាឯងខំស្កាត់មកពីភ្នំពេញពួកយើងចុះទាញទ្វារទៅវិញខ្ញុំដើរញាប់ជើងអាណុតដើរផងរត់ផងពីក្រោយមកដល់រោងការអាហុងនាំយើងចូលតុហើយណែនាំមិត្តភ័ក្តិរៀននៅសាកលជាមួយវាខ្ញុំបានគិតក្នុងចិត្តថាអានេះហេតុទុកឯងចោលមកផឹកជាមួយមិត្តសកលវាសោះផឹកត្រឹមតែមួយកំប៉ុងត្រឹមម៉ោង 10យើងសុំអាហុងត្រឡប់មកវិញវានៅជុលកែវបន្តហើយប្រាប់ឲ្យយើងដេកនៅផ្ទះជីតាវាសិនវាអត់បានទៅដេកជាមួយទេអាណូតដើរបណ្ដើរកេះខ្ញុំនិយាយបណ្ដើរបើអាហុងអត់មកយើងមិនដេកតែ2នាក់ទេបើមិន2នាក់មានអ្នកណាទៀតតែអញចង់ទៅភ្នំពេញវិញព្រឹកឡើងជាប់ប្រជុំខ្លាចទៅអត់ទាន់ខ្ញុំឡើងដល់កម្មចន្ទាលើទាញទ្វារបើកឈួលក្លិនធុកវឹកពេញច្រមុះសំឡេងសូត្រធម៌ក៏បន្លឺរងំប្រណាំងនឹងតន្ត្រីការអាណូតកេះខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់កន្ត្រាក់ខ្លួនដាក់វាមួយដៃភងពីរអ្នកខ្ញុំដើរមើលសពក្នុងផ្ទះម្ដងទៀតដល់ខាងក្រោយខាងស្ដាំចង្ក្រានបាយខាងឆ្វេងបន្ទប់ទឹកអាណូតដើរត្រុកពីក្រោយខ្ញុំមកដល់ផ្ទះបាយមើលផ្ទះនេះស្អាតមិនសមអាហុងទុកចោលទេស្ងាត់សំឡេងឆ្លើយតបខ្ញុំងាករេជុំវិញខ្លួនរកអាណូតបាត់ជើងបាត់ស្រមោលអាណូតខ្ញុំស្រែកហៅច្បាស់មួយស្អីគេអញនៅនេះខ្ញុំដើរចេញពីផ្ទះបាយទៅមកវិញតាមសំឡេងណូតហើយមកតាំងពីស្មានណាអញនៅនឹងតើមានបានដើរទៅក្រោយតាមទេអញ្ចឹងអ្នកណាដើរពីក្រោយអញមិញទេគ្មានទេមានតែ2នាក់អញមិនដឹងទេខ្ញុំមើលជុំវិញបរិវេណក្នុងផ្ទះនេះដោយប្រុងប្រយ័ត្នជាងមុនក្រោមពន្លឺអំពូលម៉ែត្រមិនសូវច្បាស់មានរូបថតមួយសន្លឹកព្យួរជាប់ជញ្ជាំងអាណុតដើរទន្ទឹមខ្ញុំចូលទៅជិតមើលរូបថតបុរសចំណាស់ម្នាក់ប្រហែល70ប្លាយសក់សពាក់អាវសពានាសឈៀងស្មាម្ខាងដូចអាចារ្យទឹកមុខស្មាកែវភ្នែកសម្លឹងមើលមកយើងមុតចលហើយវឹបដូចមានអ្នករត់កាត់ពីខាងក្រោយធ្វើឲ្យខ្ញុំព្រឺដល់ឆ្អឹងខ្នងមួយរំពេចខ្ញុំរហ័សងាកក្រោយតាមសំឡេងទ្វារដូចវត្ថុធ្ងន់ជ្រុះខ្ទររនាបអាណុតធ្វើមុខស្លូតស្លោក់ខ្ញុំយកដៃឆ្លីមុខខ្លួនឯងខ្ញុំនិយាយទៅកាន់អាណុតដែលនៅញីញ័រឯងធ្វើជ្រូកចាប់ការផេះចូលកំប៉ុងជើងធុកវិញភ្លាមស្លាប់ហើយមិនកើតទេកំពុងតែមានអារម្មណ៍មិនស្រួលផងថែមទាំងធ្វើឲ្យជើងធុកគេធ្លាក់បែបនេះទៀតខ្ញុំចត់មាត់តិចជាមួយនឹងមនុស្សមានប្រវត្តិខុសគេដូចខ្ញុំ
ការនោះចាស់តែងថាខ្ញុំមានក្រយៅខ្មោចលងជីតាខ្ញុំបែរជាថាខ្ញុំមានសំណាងអាចឃើញអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញតែខ្ញុំមិនសប្បាយចិត្តនិងមិនចង់ឃើញបែបនេះទេអាណូកើបញាប់ដៃលើកដាក់នៅលើទូឈើចំកណ្ដាលផ្ទះពួកយើងដេកនៅម្ខាងទ្វារបបសំឡេងឈឺស្រួចដោតលើរនាបបដូចជាមនុស្សកំពុងតែច្រត់ឈើច្រត់ដើរខ្ញុំនៅក្នុងភួយធ្មឹងចាំស្ដាប់តែសំឡេងខ្លាំងឡើងរនាបកាន់តែខ្ទើដូចមានសម្រាប់ជើងធ្វើចលនាពីក្រោយមករកកន្លែងដេកពួកយើងខ្ញុំក្តាប់ភួយជាប់ស្ទុះក្រោកអង្គុយវឹងស្ងាត់គ្មានអ្វីទាំងអស់អាណូតដកដង្ហើមកខុសលាត់ភួយក្រោកតាមអាណូតអ្នកយាយទាំងដង្ហើមសឹងមិនដល់គ្នាយើងទៅភ្នំពេញវិញឥឡូវទៅពាក់កណ្ដាលត្រៀតហើយទ្រាំបន្តិចទៀតទៅភ្លឺឥឡូវហើយខ្ញុំនិយាយធូរទេតែបេះដូងលោតចង់ចេញពីទ្រូងព្រឺក្បាលខ្ញាក់ពួកយើងប្រាស់ខ្លួនដេកស្មើគ្នាសំឡេងតន្ត្រីការត្រូវបានបញ្ចប់នៅឡើយតែម្ដងមានសំឡេងសូត្រធម៌ខ្លាំងក្លិនធូបក្លិនទៀនពេញជ្រុំមកដូចគេកំពុងសូត្រមន្តលើផ្ទះនេះណាខ្ញុំនៅតែសំងំក្នុងភួយរូនជើងក្រវៀនចូលគ្នាមិនហ៊ានកំរើកបែកញើសជោកដូចគេចាក់ទឹកបន្ទាប់មកមានសំឡេងមនុស្សហ៊ូអរជេរចាចសម្បើមណាស់សំឡេងច្រើនចានឆ្នាំងប៉ះទង្គិចគ្នានៅផ្ទះបាយខាងក្រៅបន្តិចមានក្លិនក្រអូបបាយឆ្អិនសម្លពាយឈ្ងុយខ្ញុំស្រូបខ្យល់ពេញពោះស្ទុះអង្គុយវឹងធ្វើឲ្យអាណុតស្ទុះស្ទាតាមម្ដងទៀតស្ថានភាពនេះមិនអាចសំងំស្ងៀមទល់ភ្លឺបានទេរូបភាពខ្មោចព្រាយក្នុងខ្សែភាពយន្តនិងអ្វីចម្លែកដែលខ្ញុំធ្លាប់ឃើញពីក្មេងដណ្ដើមគ្នាផុសពេញការចងចាំរបស់ខ្ញុំតែខ្ញុំនៅរក្សាស្មារតីនឹងណជាងអាណុតរៀវរកទូរស័ព្ទជិតខ្លួនខលទៅអាហុងហើយវាមកដេកបានជាគ្នាខ្ញុំនិយាយសំឡេងខ្លាំងអាឡូអាហុងមកផ្ទះកងហើយបន្តិចមកសំឡេងស្រវឹងជោគរបស់អាហុងធ្វើឲ្យខ្ញុំក្តៅស្លឹកត្រចៀកបាត់ខ្លាចមួយខណៈអត់ទៅទេសំឡេងម៉ាត់របស់ខ្ញុំធ្វើឲ្យអាណុតងាកមើលមុខខ្ញុំឯងមកក៏មិនមកទឺខ្សែទូរស័ព្ទអាហុងត្រូវបានកាត់ផ្ដាច់ខ្ញុំមើលម៉ោងលើអេក្រង់ទូរស័ព្ទម៉ោង 1 រំលងអត្រាអាចារ្យយើងទៅភ្នំពេញវិញទៅអញមិនស្រណុកខ្លួនទេម្ដងធំក្លិនធូបម្ដងក្លិនម្ហូបខ្ញុំមិនតបអាណុតបន្តដូចមានអារម្មណ៍ថាមិននៅតែពីរនាក់យ៉ាងម៉េចទេដូចមានជនទី3នៅផ្ទះនេះកំពុងឃ្លាំមើលគ្រប់សកម្មភាពរបស់ពួកយើងអាណុតនិយាយទាំងភ្នែកសងក្បោះងាកមើលឆ្វេងស្ដាំដូចមាន់ព្រៃខ្ញុំតបទៅអាណុតវិញមិនមែនជនទី3អីទេគឺពេញមួយផ្ទះតែម្ដងចុះមកដល់ដីភ្លាមទ្វារផ្ទះវាយខ្ទប់ហាំងស្វ័យប្រវត្តិខ្ញុំមើលមកអាណុតរត់ឡើងម៉ូតូភ្លាមតាមផ្លូវស្ងាត់ណាស់មានតែម៉ូតូយើងជិះមួយផ្លូវម្នាក់ឯងផ្ទះអ្នកស្រុកតាមផ្លូវបិទភ្លើងលាក់ខ្លួនក្រោមសន្សើមត្រជាក់តែមេឃមិនសូវងងឹតត្បិតមានព្រះច័ន្ទមួយចំហៀងជួយបំភ្លឺខ្លះខ្យល់ត្រសៀកព្រឺដល់ឆ្អឹងខ្នងរងាសឹងដាច់ពុះវៀនអាណុតរងាងើញ័រធៀមពីក្រោយខ្នងខ្ញុំជិះបានមួយស្រុបមកធំសំឡេងក្រាស់លន់ឡើងខ្ញុំរអ៊ូអាចរវាក់លន់អីពេលហ្នឹងអាណុតនិយាយញ័រទៅមុខមិនដល់ថយក្រោយមិនកើតទេអាឆាយជិះទាំងបែបហ្នឹងទៅឃើញមានភ្លើងអំពូលពណ៌សជះមកផ្លូវនៅខាងមុខមិនឆ្ងាយពីយើងទោះវាភ្លឺមិនសូវខ្លាំងតែវាច្បាស់ក្នុងភាពងងឹតនៅលើផ្លូវនេះខ្ញុំមានសង្ឃឹមជិះទៅដល់ផ្ទះជាជាងជួសជុលម៉ូតូកង់ខ្ញុំនិយាយទាំងអភើតតែមិនស្រណុកចិត្តត្រូវម៉េចអាណុតមានផ្ទះគេធ្វើម៉ូតូហើយគេមើលច្រវាក់ម៉ូតូយើងខ្ញុំឈប់នៅផ្ទះជាងហើយគេមើលឲ្យអាណុតទិញទឹកសុទ្ធ2 ដបមកទុកផឹកតាមផ្លូវចេញពីផ្ទះជាងមិនដល់100 ម៉ែត្រផងសំឡេងច្រវាក់លាន់ខ្លាំងទៅខ្ញុំបង្អង់ម៉ូតូងាកក្រោយចង់ត្រឡប់ឲ្យជាងមើលម្ដងទៀតតែងងឹតឈឹងគ្មានផ្ទះគ្មានជាងម៉ូតូទៀតទេមានតែព្រៃខ្ពស់ទាបដុះតាមផ្លូវគ្មានផ្ទះអ្នកភូមិមួយខ្ញុំព្រឺក្បាលខ្ញាក់ញ័រដៃទប់ចង្កូតមិនចង់កើតអាណុតលើកថងកំពុងយួរទឹកទៅទិញគឺគ្មានទឹកទេ
ដបមានទឹកត្រជាក់ខ្លាយទៅជាស្បោងក៏ក្រេកច្រកដបទៅទីពីរដបអាណុតប្រឡែងដៃបោះចោលខ្ពាកខាត់ខ្លួនមកអោបខ្ញុំជាប់ភ្លើងម៉ូតូពណ៌លឿងស្រាលរបស់ខ្ញុំទំលុះស្បែកអន្តកាលតាមផ្លូវឆាំងឲ្យឃើញសត្វអ្វីម្យ៉ាងនៅកណ្ដាលផ្លូវគឺដូចជាសត្វកណ្ដុរជិះកាន់តែជិតវាកាន់តែរីកខ្លួនធំទៅខ្ញុំរេចង្កូតកេកសឹងមិនទាន់រំពេចនោះមានឡានពេទ្យមួយគ្រឿងបើកយឺតតាមទិសស្របជាមួយម៉ូតូខ្ញុំឡានបើកដល់ស្របគ្នាពេទ្យអង្គុយខាងមុខហាត់ក្បាលមកមើលពួកយើងអាពីរអ្នកនេះជិះម៉ូតូភ្លើប៊ីបកគោលឈើងាប់ខ្ញុំងាកទៅមើលតាមសំឡេងគឺពេទ្យដែលនិយាយថាឲ្យពួកយើងគាត់គ្មានភ្នែកទេឡានចេះតែបន្តល្បឿនទៅមុខរហូតរលេងបាត់ក្នុងទីងងឹតខ្ញុំស្រាវខ្លួនញ័រដៃញ័រជើងគ្រប់គ្រងមិនបានរេចង្កូតអនុចេះតែអោបខ្ញុំពីក្រោយជួបញ័រមាត់តតាស់ទីញាក់សឹងតែលោតចោលម៉ូតូស៊ីក្លេឡាននៅខាងក្រោយខ្ញុំអាគៀនជ្រុលស្ទើរតែធ្លាក់ផ្លូវវក់វីមិនដឹងទិសអាឆាយមានមនុស្សនៅខាងមុខយើងមានសង្ឃឹមហើយខ្ញុំធ្លាប់ហុកឃើញមានមនុស្សអ៊ូអឈូឆរនៅខាងមុខជិះកាន់តែជិតដល់ម៉ូតូចង់រលត់ទឹកម៉ូតូរលត់ឈប់ស្ងៀមមើលឆ្វេងស្ដាំគឺឃើញផ្ទះឈើធំមួយមានមនុស្សក៏អញពេញផ្ទះកំពុងធ្វើពិធីអ្វីមួយទាំងកណ្ដាលយប់ផ្ទះនេះមានរានទេវតាបញ្ឈរដាក់លក់មុខផ្ទះត្រៀបត្រាអនុតចោឡោភ្ញាក់ផ្អើលផ្ទះនេះផ្ទះកងហុងជិះទៅវិញទៅមកកន្លែងដូចដែរមិននឹងកើតតែមានមនុស្សច្រើនហើយតើយើងចូលទៅសាកមើលសិនទៅខ្ញុំចុះពីលើម៉ូតូរុញបណ្ដាចូលអាណុតអេអញរេរងពួកយើងឡើងមកដល់ខាងលើមានព្រះសង្ឃកំពុងសូត្រធម៌រងំចាស់ស្ដាប់យ៉ាងស្ងៀមស្ងាត់និងមានរូបថតតាចាស់ម្នាក់បែកមុខជើងធូបមើលទៅដូចជាប្រហែលចាស់ស្ដាប់ធម៌មិនរវល់នឹងវត្តមានយើងទាំងពីរនាក់ឡើយខ្ញុំអោនចូលទៅអង្គុយខាងក្រោយគេខ្ញុំដឹងថាអាណុតមិត្តរបស់ខ្ញុំពូកែភ័យពូកែចោលឡោវាខ្លាចវាឧស្សាហ៍មើលមុខខ្ញុំដោយមិនស្រណុកចិត្តខ្ញុំរបីរកមើលអាហុងតែមិនឃើញវាសោះរំពេចនោះខ្ញុំភ្ញាក់ព្រឺតដូចគេកន្ត្រាស់ដោយសារនៅខាងមុខចាស់ផ្ដើមសូត្រស្រោះគ្នាខ្លាំងទៅសឹងបាយត្រជាខ្ញុំនិយាយល្មមអាណុតស្ដាប់ឮថ្លង់ណាស់ចេញក្រៅសិនអីអាណុតងក់ក្បាលខ្ញុំក្រោកដើរអោនគោរពចាស់កំពុងអង្គុយដើរជិតដល់មាត់ទ្វារផាំងខ្ញុំភ្ញាក់ក្រញាងទ្វារបិទផាំងនៅចំពោះមុខទាំងមិនទាន់បានចុះទៅស្ងាត់ឈឹងសំឡេងសូត្រធម៌ស្ងាត់ជ្រាបអាណុតមុខសស្លាំងសម្លឹងមើលខ្ញុំកំពុងញាប់ញ័រពួកឯងទៅណាសំឡេងមនុស្សចាស់លាន់មកដោយគ្មានប្រភពខ្ញុំនៅស្ងៀមទាំងបែកញើសជោកថ្ងាសងាកក្រោយបាត់អស់បាត់ព្រះសង្ឃបាត់ចាស់នៅលើផ្ទះមានតែខ្ញុំពីរនាក់អាណុតកំពុងភ្នែកនៅកញ្ចឹងកសំឡេងនៅបន្លឺជាថ្មីខ្ទើពេញផ្ទះដោយមិនដឹងមកពីទិសណាដើរកន្លែងដើរវិញសំឡេងអស់បន្លាយវែងខ្សើនិយាយដដែលស្ដាប់គួរឲ្យព្រឺរោមខ្ញុំសម្លឹងមើលអាណុតដោយងឿយឆ្ងល់ញាប់ញ័រផិតភ័យមិនចាញ់វាតែខ្ញុំធ្វើរឹងពឹងកុំឲ្យវាកាន់តែភ័យព្រោះវាមកនេះបានអាងខ្ញុំបើខ្ញុំឆោឡោទៀតអ្នកណាពឹងអ្នកណាបានខ្ញុំមិនលើតិចកន្លែងដើមស្អីអញចង់ទៅភ្នំពេញវិញអាចារ្យដៃអាណូត្រជាក់ស្រេដូចតកកចាប់ដៃខ្ញុំអង្រួនយើងយកអីគេយើងដាក់អីកន្លែងដើមអាណូតអត់ទេយើងទៅភ្នំពេញវិញឥឡូវខ្ញុំអង្រួនទ្វារឈើមាំណែនជួយផងបើកទ្វារខ្វះខ្ញុំបញ្ឈប់ងាកក្រោយតាមសំឡេងជ្រុះគឺកំប៉ុងជើងធូបលើទូឈើកណ្ដាលផ្ទះជ្រុះដោយឯងខ្ញុំថយក្រោយរហូតទល់ខ្នងនឹងទ្វារអាណូតចូលកាន់តែគៀកខ្ញុំដកដង្ហើមស្រោបវិញពោះបន្ធូរមកខ្សាមុននេះដូចឃើញឯងធ្វើជ្រុះម្ដងមែនអត់អាណូតញ័រមាត់គឺអញខ្ញុំជ្រួញចិញ្ចើមនិយាយទៅកាន់អាណូតគឺអីឯងធ្វើអីអាណូតរដេបរដប់ពេលនោះអញឈើមើលរូបថតជាមួយឯងមើលកាន់តែយូរតានឹងញាក់ចិញ្ចាំដាក់អញភ័យបាយក្នុងរត់មកប៉ះទូមួយទំហឹងវាជ្រុះមក
អញអត់ដឹងទេអញរើសដោតវិញមិនសល់ជើងធូបមួយសរសៃអញដាក់កន្លែងដើមវិញហើយខ្ញុំតាំងស្មារតីដើរយឺតទៅមុខទូអនរើកំប៉ុងជើងធូបទើបជ្រោះអមិញឡើងទាំងញ័រដៃទៅត្រឺខ្ញុំនិយាយតិចលោកតាកូនចៅគ្មានចេតនាទេខ្ញុំគ្រាន់តែមកសុំទីនេះមួយយប់អាហុងវាក៏យល់ព្រមឥឡូវខ្ញុំដាក់វិញហើយគឺកូនចៅសុំទៅផ្ទះវិញហើយខ្ញុំមានអារម្មណ៍ថាជីតារបស់ខ្ញុំនៅក្បែរខ្ញុំក្រោកឡើងលើកដាក់លើទូបែរក្រោយមកតាមសំឡេងងើតខាងក្រៅខ្នងទ្វាររបើកងើតដោយខ្លួនឯងអាណូតអភើតអាឆាយទ្វាររបើកហើយទៅភ្នំពេញវិញខ្ញុំឮសំឡេងជីតាខ្ញុំតិចទៅតាបកស្រាក់នៅផ្ទះគេត្រូវសងចាស់ផ្ទះគេផងរាល់បញ្ហាឲ្យតែយើងធ្វើចិត្តឲ្យនឹងកុំចាញ់ព្រាភ្លើវាប្រឈមមុខដោយការតាំងចិត្តមិនត្រូវភ័យខ្លាចឬប៉ាឈូចខ្ញុំជឿថាយើងនឹងអាចដោះស្រាយវាចេញមិនខាន